ខ្ញុំបាទសូមជម្រាបសួរទៅដល់ពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គម YouTube ទាំងអស់ឥឡូវនេះងាកមកចាប់អារម្មណ៍ជាមួយនឹងព័ត៌មានថ្មីញាក់សាច់ស្ត្រីម្នាក់ថតរូបស្រាតបង្ហោះលក់ខ្លួនតាម Facebook ហ៊ានទេតម្លៃខ្លួនរហូតដល់ទៅចុចបាទពុកម៉ែបងប្អូនចង់ជ្រាបច្បាស់នៅព័ត៌មានពុស្ដាយ៉ាងណាសូមតាមដានជាមួយនឹងខ្ញុំបាទភ្នំពេញកន្លងទៅថ្មីនេះករណីមួយឈ្មោះអ៊ូនឆូវីបានធ្វើឲ្យអ្នកលេងក្នុងបណ្ដាញសង្គម Facebook មានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែនាងបានបង្ហោះដោយប្រកាសលក់ខ្លួនសម្រាប់អ្នកណាដែលចង់រួមភេទជាមួយនឹងនាងស្ត្រីម្នាក់ដែលប្រកាសលក់ខ្លួននៅតាមបណ្ដាញសង្គម Facebook នេះផងដែរក៏បានបញ្ជាក់ឲ្យដឹងថាដោយនាងបានប្រើប្រាស់ឈ្មោះ account ឈ្មោះអ៊ូនឆូវីដែលនាងបានយកមក share និងប្រកាសលក់ខ្លួនដើម្បីបំពេញអារម្មណ៍ផ្លូវភេទដោយក្នុងមួយយប់នាងលក់ក្នុងតម្លៃ$30ប៉ុណ្ណោះហើយនាងក៏ចេះប្រើក្បាច់រួមភេទជាច្រើនក្បាច់ទោះចង់ស្ទីលអ្វីក៏បានដែរបើចង់បានអាចធ្វើការតាក់ទងអាចធ្វើការទំនាក់ទំនងនាងដោយតាមរយៈទូរស័ព្ទលេខ010 80 60 69 70នេះមកជាមួយគ្នានេះដែរមិនត្រឹមតែស្ត្រីម្នាក់នេះទេហើយក៏មានស្ត្រីផ្សេងទៀតជាច្រើនដែរនាំគ្នាប្រកាសលក់ខ្លួនសម្បីតែបរិះលក់ខ្លួនក៏មានដែរថ្ងៃនេះផងដែរខ្ញុំសូមលើកយកនៅរូបភាពដែលពួកគេបង្ហោះនោះមកជូនប្រិយមិត្តអ្នកអានឲ្យបានស្គាល់មុខមាត់របស់ពួកគេឲ្យសមនៅអ្វីដែលពួកគេធ្វើដោយមិនចេះគិតមុខគិតក្រោយជាតិដោយមិនបាត់សំទោសឲ្យសមនៅអ្វីដែលគេធ្វើដោយមិនគិតដល់មុខមាត់ជាតិនិងបំភ្លេចប្រពៃណីខ្លួនដែលជានារីខ្មែរមួយរូបដោយសំបីតែខ្លួនពួកនាងក៏មិនសំបីតែខ្វល់គួរបញ្ជាក់ផងដែរថាតាមសេចក្តីប្រកាសលក់ខ្លួនរួមភេទរបស់ស្ត្រីរូបនេះតាមប្រព័ន្ធអ៊ីនធឺណិតបានធ្វើឲ្យមជ្ឈដ្ឋាននានាជាពិសេសអ្នកតាមដានព័ត៌មានលើបណ្ដាញសង្គម Facebook មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងក៏បានសំណូមពរឲ្យសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវករណីនេះឲ្យបានច្បាស់លាស់ផងដែរពីព្រោះការប្រកាសលក់ខ្លួនរបស់ស្ត្រីម្នាក់នេះគឺបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រពៃណីទំនៀមទម្លាប់របស់ជាតិខ្មែរនិងអសីលធម៌និងបាត់បង់នូវភាពថ្លៃថ្នូររបស់ជាតិទាំងមូលផងដែរបាទខ្ញុំបាទសូមបញ្ចប់នៅអត្ថបទទៅត្រឹមនេះជាចុងក្រោយក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនដែលតែគាំទ្រដល់ Channel KTN របស់ខ្ញុំបាទរកកំហុសឆ្គងនានាដែលកើតឡើងដោយប្រការណាមួយក៏សូមមេត្តាខន្តីអភ័យទោសហើយ complete subscribe Channel របស់ខ្ញុំបាទដើម្បីទទួលបានព័ត៌មានថ្មីបាទសូមអរគុណ